ញដល់ម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាដែលលោកថាថាគ្នាតាមទីសុំលោកគោរពអញ្ជើញមកទទួលដឹងទទួលលឺថ្ងៃនេះលោកមានភពហើយមិនក៏តែខ្ញុំទាំងអស់គ្នាលើកដៃវន្ទាសំការរបស់អ្នកដើម្បីទៅបូជាដល់ព្រះដើម្បីនាំមកនៅសេរីសុខសួស្តីនៅក្នុងថ្ងៃនេះតើបានដែរឬមួយយ៉ាងណាចឹងបានសូមមានវិចារនៅក្នុងឱកាសពេលនេះដូចតទៅចឹងបានហើយចឹងខ្ញុំបាទនឹងសូមសាងតាំងនាមជួបមុខឲ្យបងប្អូនប្រុសស្រីទាំងអស់សូមសាកបាត់ដល់ការទាំងអស់ដើម្បីយកទាំងអស់ទៅបូជាព្រះក្នុងវេលាគ្រាខាងមុខនេះចឹងលើកដៃប្រណម្យទាំងអស់គ្នាអស់ទៅជាព្រះអាទិត្យរៀងពីទិសពោពីថ្ងៃនេះថ្ងៃជាវេលាល្អថ្ងៃនេះថ្ងៃជាវេលាបានជុំញាតសម្ដានមើលមកនេះ